បាទសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះលៀងមេងឈៀនថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការដំឡើង YouTube server នៅក្នុង VirtualBox អញ្ចឹងកុំឲ្យខាតពេលយូរចូលទៅកាន់click like ពី new នេះមកនេះគឺជាឈ្មោះ VPN របស់យើងចឹងខ្ញុំសូមដាក់YouTube ខ្ញុំសូមដាក់ YouTube server ទៅ server នេះគឺជា file ដែលខ្ញុំត្រូវទុកវាអញ្ចឹងខ្ញុំទុកវានៅ disk នៅ ID របស់ខ្ញុំនៅគឺនៅ file YouTube server ហើយបន្តមកនេះគឺខ្ញុំចូលយក file YouTube server ដែលខ្ញុំបាន download ហើយនេះគឺជា OS Linux ហើយនេះគឺជា OS description គឺYouTube មកខ្ញុំសូមលុបពាក្យ right click លើនេះហើយសម្រាប់នេះខ្ញុំសុំ RAM ខ្ញុំសុំយក 4G ចំណែកឯ CPU ខ្ញុំយក 2G ដើម្បីវាដើររៀងលឿនហើយចំណែកឯនេះចំណែកឯ memory ខ្ញុំសុំយក 64G បន្តមកទៀតហើយបន្តមកខ្ញុំចុចពាក្យ finish មកអាច start បានអញ្ចឹងចុចលើពាក្យ start រងចាំវាកំពុងតែដំណើរការទៅដល់ខ្ញុំចុច enter ខ្ញុំសុំរីកឲ្យខំបន្តិចដើម្បីចូលមើលហើយបន្តមកទៀតរងចាំវាដំណើរការពេញសិនវាឲ្យរើសភាសាខ្ញុំសូមរើសយក English ខ្ញុំចុចដានទៅមុខទៀតហើយចំណែកនេះខ្ញុំយកដានទៀតយកដានទៀតរងចាំវាដំណើរការឥឡូវខ្ញុំសូមបែកទៅក្រោយវិញបន្តិចខ្ញុំជើមកយកកន្លែងនេះហើយខ្ញុំយក IP4 តមកខ្ញុំយកពាក្យថា enter ខ្ញុំយក menu អញ្ចឹង menu នឹងអាច enter address giveaway អីបានតែសម្រាប់ថ្ងៃនេះខ្ញុំ description ទេខ្ញុំយកពាក្យដានឥឡូវវាកំពុងតែតេស្តសិនតបពីតេស្តហើយខ្ញុំចុចពាក្យដានខ្ញុំត្រូវ config storage វាអញ្ចឹង Linux ជាទូទៅវាត្រូវប្រើទាំងអស់វាអត់ចែក disk ដូចជា Windows try C try D អីទេអញ្ចឹងចុចពាក្យដានទៀតនេះវាចាក់ជា summary file system របស់យើងបើយើងមកពេលយើង commit អញ្ចឹង
ចឹងខ្ញុំចុចយក content ខ្ញុំអញ្ចឹងកន្លែងនេះខ្ញុំត្រូវបំពេញឈ្មោះរបស់ខ្ញុំ HEAN ខ្ញុំត្រូវ sign up ណា007ហើយឯសវណ្ណាខ្ញុំដាក់U U1 U1 search username ខ្ញុំដាក់ខ្ញុំដាក់ HEAN 07 ចំណែក password ខ្ញុំដាក់ CHEAN 007 ដែរចំណែកនេះខ្ញុំដាក់ XXវា error ហើយចូលមកដល់កន្លែងបំពេញឈ្មោះហើយខ្ញុំសូមបំពេញឈ្មោះដោយយកឈ្មោះរបស់ខ្ញុំឈៀន AN 007ហើយខាងក្រោមខ្ញុំយកជា server ខ្ញុំដាក់ U1 server U1 server ហើយឈ្មោះរបស់ខ្ញុំ CHEN 007ចុះមកក្រោមទៀត password គឺ CHEN 007ក្នុងក្រោមនេះ CHEAN 07តបមកខ្ញុំចុចដានតបចុចដានហើយចុចលើពាក្យ continue តបមកខ្ញុំបកក្រោយបន្តិចខ្ញុំសូមដូរ password វិញខ្ញុំដាក់ C AN 007ក្រោម C AN 007ខ្ញុំយកពាក្យដានយក connect យកពាក្យដានទៀតចំណែកនេះគឺយើងមិនយកក៏បានដែរព្រោះវាធីកឲ្យអស់ហើយអញ្ចឹងយកពាក្យដានទៀតអញ្ចឹងត្រូវចាំវាដំឡើងសិនអញ្ចឹងខ្ញុំសូម stop វីដេអូធំនឹងសិននៅពេលដែលវាដំឡើងហើយខ្ញុំនឹងបន្តវីដេអូបន្ថែមទៀត
ជំរាបសួរលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះលៀងមីងឈៀននៅក្រុម SU35 ឥឡូវនេះនៅក្នុងវីដេអូខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ basic comment មួយចំនួនដែលយើងប្រើប្រាស់នៅក្នុង Linux ហើយចំណុចដែលខ្ញុំលើកមកនិយាយក្នុងវីដេអូមួយនេះគឺមាន4ចំណុចដែលទី1ទាក់ទងនឹង file and directory extension ទាក់ទងនឹង file operation ហើយនឹង directory operation file permission របស់ system Linux ហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងសូមចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាបាទសូមអរគុណ
ជំរាបសួរលោកគ្រូក៏ដូចជាមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទឈ្មោះលៀងមេងឈាននឹងមកនិយាយអំពីការដំឡើង ASX ក្នុងយុគទូ server ដើម្បី connect ជាដំបូងយើងធ្វើការ upgrade វាសិនដោយចុច sudo apt upgrade ហើយបន្ទាប់ពីយើងធ្វើការ upgrade វាហើយយើងចុច sudo apt sudo apt install ASX គឺយើងធ្វើការ install ASX ដោយយើងវា command .y គឺស្មើនឹងយើង yes ហើយយើងក៏ open ASX ដែរASX server បន្ទាប់ពីយើងធ្វើការ install វាហើយរងចាំឲ្យវាពេញសិនបន្ទាប់ពីវាពេញហើយយើងបន្តមកធ្វើការវាយ command sudo apt update ម្ដងទៀតដោយសារមុនហ្នឹងខ្ញុំមានបញ្ហាបន្តិចបន្តួចបន្ទាប់ហើយធ្វើការ update ហើយបន្តមកនឹងធ្វើការ recommend sudo install install yes open ASX server តមកធ្វើការចុច enter តពី enter ហើយខ្ញុំសូមធ្វើការ clear មួយសិនដោយសារ comment វាញញ៉ាយច្រើនពេកអញ្ចឹងកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូទាំងអស់គ្នាបន្ទាប់ពី clear ហើយខ្ញុំបាទក៏បានវា comment sudo sudo system ctl enable dot now ASX ចុច enter គឺខ្ញុំវាយខុសឥឡូវខ្ញុំវាយម្ដងទៀតដោយ sudo system ctl enable dot now ASX តើខ្ញុំធ្វើការចុច enter បន្ទាប់មកខ្ញុំធ្វើការឆែកចង់ដឹងថាតើ ASX ខ្ញុំហ្នឹងវាហួសឬក៏ងាប់ខ្ញុំចុច sudo system ctml status .asx ចឹងគឺឃើញថា server ខ្ញុំវារស់ហើយវាចេញ active running បន្ទាប់ពីចេញ active running ហើយខ្ញុំបានរៀបចំទៅ
បន្ទាប់ពីឆែកហើយអស់ហើយខ្ញុំបានធ្វើការ load ហើយដែរខ្ញុំក៏ឆែក IP ទៀតដើម្បីយក IP ហ្នឹងទៅ connect ជាមួយនឹង Windows PowerShell អញ្ចឹងឥឡូវខ្ញុំបាន IP ហើយខ្ញុំធ្វើការយក IP ហ្នឹងទៅដាក់ចូលក្នុង Windows PowerShell ដោយ IP ហ្នឹងគឺខ្ញុំបានសូរលោកគ្រូបញ្ជាក់នៅសាលាដើម្បីលោកគ្រូជួយកែដោយសារមុននឹង error អញ្ចឹងបន្ទាប់មកខ្ញុំធ្វើការវាយ IP ចូលសូមទស្សនាវីដេអូនេះទាំងអស់គ្នាបាទសូមអរគុណបន្ទាប់មកខ្ញុំធ្វើការ login ចូល SH របស់ខ្ញុំនៅក្នុង Windows PowerShell ដោយខ្ញុំវាយឈ្មោះ admin របស់ខ្ញុំadd IP របស់ខ្ញុំ27.0.0.1 តោះមកខ្ញុំ enter ខ្ញុំធ្វើការវាយម្ដងទៀតមិញហ្នឹងគឺខឈ្មោះគឺ172.28.10.3 ធ្វើការ enter ខ្ញុំធ្វើការដាក់ធ្វើការ yes បន្ទាប់មកវាទាមទារឲ្យ password កន្លែងហ្នឹងគឺយើងអត់ត្រូវដាក់អក្សរ Y ទេយើងត្រូវដាក់ yes តែម្ដង yes or no បន្ទាប់មកខ្ញុំវាយ password ម្ដងទៀតដោយសារមុននេះខ្ញុំវាយ password ខុសខ្ញុំវាយ password សិនអូខេឥឡូវខ្ញុំបានវាយហើយខ្ញុំ enter ឃើញថាខ្ញុំអាចចូលបានហើយឥឡូវខ្ញុំសាកវាយ comment មួយចំនួនដូចជា who am I ដើម្បីចង់ដឹងថាវាដំណើរការអត់ចឹងឃើញថាវាដំណើរការហើយខ្ញុំបានឆែកមើល file ក៏ឃើញថាមាន file ដូចគ្នាបានអរគុណជាដំបូងសូមជម្រាបសួរដល់លោកគ្រូក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលបានបន្ទាប់ហើយឥឡូវខ្ញុំសូមធ្វើការclear script មួយសិន
ឥឡូវចូលមកដល់ comment ទី2គឺតើតើនឹង top ដែរគឺ real time CPU និង process របស់ CPU អញ្ចឹងនឹងធ្វើការអ្វីហើយយើងអាចវាយ top ក៏បានឬក៏ X top ក៏បានដែរតបមកខ្ញុំធ្វើការចុច enter នេះគឺការ process របស់វាដែល comment top នេះគឺវាបង្ហាញទៅដល់ process ទាំងអស់ដែល CPU របស់យើងកំពុងតែធ្វើការបន្ទាប់ពីវាដែរខ្ញុំបានធ្វើការមួយទៀតគឺយើងវាយ comment H top គឺបាទគឺវាចេញមកហើយដោយនេះគឺជា process ដែលខ្ញុំកំពុងតែប្រើឥឡូវហ្នឹងឥឡូវចូលទៅដល់ comment មើលទៅលើ RAM និង memory បន្តិចខ្ញុំសូម clear script នេះសិនឥឡូវនេះគឺសម្រាប់ comment នេះបើសិនជាយើងចង់មើលលើ RAM របស់យើងគឺយើងអាចប្រើ comment នេះជាfree dash 8នេះបាទគឺវាបានបង្ហាញមកហើយហើយបន្តមកទៀតគឺយើងអាច check មើល comment មួយទៀតយើងអាច check មើល storage របស់យើងតាម comment មួយទៀតគឺ df-8 អញ្ចឹងដាក់ df.8 បាទនេះគឺជា storage របស់ខ្ញុំតមកទៀតគឺខ្ញុំធ្វើការ comment មួយទៀតគឺអូខេ comment មួយនេះគឺសម្រាប់បង្ហាញទៅលើការblock device និងpartition ក៏ជាសុខវាតកតងទៅនឹងនិយាយឲ្យងាយស្រួលយល់ទៅគឺប្រើសម្រាប់ list device និង USB-C ដែលយើងបានប្រើប្រាស់លើម៉ាស៊ីនតបមកចូលដល់ comment មួយទៀតគឺដែលវាបង្ហាញជាទម្រង់ structure អញ្ចឹងឥឡូវទៅ comment បន្តទៀតដែលតកតងនឹង network comment ម្ដងបើតកតងនឹង comment នេះគឺឧទាហរណ៍បើខ្ញុំចង់ដឹងអំពី IP របស់សិនរបស់ខ្ញុំប្រើ IPA ហើយ enter ទៅគឺវាចេញមកហើយនេះគឺមកទាំងអស់ដោយអាចមើលនៅក្នុង YouTube server បានគឺជា IP ដែលខ្ញុំកំពុងប្រើប្រាស់ YouTube server និង Windows Share នេះខ្ញុំសូមធ្វើការ clear មួយសិនcomment បន្តមកទៀតគឺតកតងទៅនឹងការប្រសេសនៅលើ management និងត្រួតពិនិត្យនៅការប្រសេសរបស់សិនរបស់យើងអញ្ចឹងគឺមកខាងពេលខ្ញុំធ្វើការវាយនៅ comment ps AUX ដើម្បីឆែកមើលនៅប្រសេសរបស់ខ្ញុំនេះគឺជាប្រសេសរបស់ខ្ញុំគឺថាមានប្រសេសច្រើនមែនអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតនៅប្រសេសមួយហើយខ្ញុំនឹងធ្វើការ kill ដើម្បីបិទនៅប្រសេសនោះចឹងដើម្បីបង្កើតនៅប្រសេសមួយនេះខ្ញុំធ្វើការចុះឲ្យរូបទោះរបស់ខ្ញុំហើយខ្ញុំធ្វើការ ping ទៅកាន់ Google ឥឡូវគឺប្រសេសនឹងខ្ញុំបានបើកវាហើយខ្ញុំនឹងធ្វើការចែកមើលថាតើក្នុងនេះមានអត់អញ្ចឹងកាន់ PS
UX នេះបាទគឺប្រសេសហ្នឹងគឺមានអីផ្សេងរបស់ Google ចឹងឥឡូវបន្ទាប់ពីធ្វើការនេះបាទប្រសេសហើយខ្ញុំនឹងធ្វើការបិទប្រសេសវិញដោយប្រើ comment ចឹងអាចទៅមើលបានថាប្រសេសហ្នឹងគឺយើងប្រើនៅលើដើម្បីបិទគឺយើងចំណាំទៅលើ PID ចឹងខ្ញុំធ្វើការវា comment ថា kill មើលលេខប្រសេសរបស់ខ្ញុំគឺ1320កុដ320កុដការ enter ចឹងខ្ញុំធ្វើការឆែកទៅមើលប្រសេសហ្នឹងថាតើវាបានបិទឬនៅនេះបាទប្រសេសនេះឃើញថាប្រសេសគឺត្រូវបានបិទហើយឥឡូវដើម្បីបញ្ជាក់ទៀតខ្ញុំធ្វើការវាយPA UX ដើម្បីឆែកមើលឃើញថាវាបានបិទអស់ហើយគឺវាបានបាត់ការ ping ទៅកាន់ Google មិញអស់ហើយសម្រាប់comment មួយទៀតនេះគឺយើងធ្វើការ clear លើប្រសេសដែលយើងដាក់តាមឈ្មោះប្រសេសហ្នឹងឧទាហរណ៍ដូចជា ping Google មិញហ្នឹងគឺយើងវាយលេខហ្នឹងចុះហើយសម្រាប់ clear ដល់ dash 9នេះគឺសម្រាប់ប្រសេសមួយដែលវាកំពុងតែដំណើរការឬក៏ប្រសេសមួយហ្នឹងវាអត់ងាយនឹងធ្វើការដើម្បី clear បិទវាអញ្ចឹងគឺយើងប្រើ clear dash 9នេះអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ clear មួយសិនឥឡូវនេះគឺចូលទៅកាន់ monitor tool ដែលយើងធ្វើការ connect ឬក៏ការ control ទៅលើ monitor tool សម្រាប់តមកទៀតនេះគឺតកតងនឹង H-top នេះគឺយើងបានវាយពីខាងលើនឹងហើយគឺតកតងនឹងតកតងប្រសេសរបស់សិនឥឡូវនេះគឺខ្ញុំសូមវាយ comment ទី comment នេះម្ដងគឺ G L A N C E S វាអត់មានទេចឹងខ្ញុំធ្វើការវា comment ដើម្បីបង្កើតវាគឺ sudo apt install G N E S 7នេះមាន comment yes វាកំពុងតែដំឡើងហើយដើម្បីឲ្យយើងឲ្យ score comment មួយហ្នឹងចឹងខ្ញុំសូមធ្វើការ stop សិនចាំពេលដែល comment ហ្នឹងពេញខ្ញុំធ្វើការបើកឡើងវិញឥឡូវខ្ញុំបានតម្លើងវាហើយអញ្ចឹងខ្ញុំសូមធ្វើការ clear វាចោលដើម្បីចូលទៅ comment បន្តទៀតគឺទាក់ទងនឹងការ shut down system និងការ restart ដោយប្រើ comment អញ្ចឹងសូមធ្វើការ clear មុនឥឡូវនេះគឺជា comment ដំបូងគឺ comment sudo shut down now ប៉ុន្តែខ្ញុំសូមអត់ប្រើ comment នេះដោយសារបើសិនជាខ្ញុំបិទខ្ញុំត្រូវបើកវាឡើងវិញអានេះខ្ញុំគ្រាន់តែបញ្ចូលទេអញ្ចឹងខ្ញុំសូមធ្វើការតេស្តទៅលើការ restart វិញដោយវាយ sudo reboot dash a s t o t on
cứ tự động cả restart server chứ không phải một sudo b thì reboot sudo reboot ឥឡូវនេះឃើញថាវាកំពុងតែ restart đấy ចឹងខ្ញុំធ្វើការ log ចូលទៅ server របស់ខ្ញុំម្ដងទៀតចូលនេះចឹងខ្ញុំធ្វើការ log ចូលសិនហើយគឺខ្ញុំបានចូលមកដល់ហើយតបមួយទៀតគឺយើងអាចប្រើប្រាស់នៅ command ជាច្រើននៅក្នុងនោះបានលើដូចជា sudo shutdown ដើម្បីធ្វើការដាក់ schedule នៅម៉ោងបិទចឹងខ្ញុំសូមធ្វើការបិទដោយតា sudo shutdown នៅម៉ោង20:30 ឥឡូវគឺខ្ញុំបានដាក់ schedule shutdown ហើយនៅម៉ោង 20:30 វានឹង shutdown ប៉ុន្តែឥឡូវខ្ញុំអត់ចង់ shutdown វិញគឺខ្ញុំវានៅ comment ដើម្បី cancel គឺ sudo shutdown ដល់ C ដើម្បី cancel វាមកវិញបាយដងទៀតសិន sudo C អូខេឥឡូវគឺខ្ញុំបាន cancel ហើយឥឡូវនេះគឺចូលមកដល់ comment ចុងក្រោយគេគឺជា last comment នេះគឺប្រើសម្រាប់ edit ទៅលើcomment មួយចំនួននៅក្នុងនេះឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំប្រើប្រាស់ p wd ដើម្បីសង្កត់ថាខ្ញុំនៅណាអញ្ចឹងដើម្បី edit ខ្ញុំអត់ចង់ប្រើ pwd ហ្នឹងខ្ញុំចង់ប្រើអីផ្សេងវិញអញ្ចឹងដើម្បីធ្វើការ edit ខ្ញុំបានចូលទៅកាន់ bus ដើម្បីធ្វើការ edit ដោយវា command ថា no បានចូលមកហើយសម្រាប់ comment ចឹងខ្ញុំធ្វើការ customize ទៅលើ comment ដោយខ្ញុំប្រើពាក្យថា atlasចឹងខ្ញុំប្រើប្រាស់ atlas ខ្ញុំជំនួសវិញដោយ ww តំណាងឲ្យpwd ឥឡូវហើយអញ្ចឹងធ្វើការ save
តបនេះហើយខ្ញុំធ្វើការ comment ចេញមកក្រៅវិញដោយធ្វើការ save ចឹងហើយខ្ញុំធ្វើការវាយ comment គឺ ww វាអត់តស្គាល់អីចឹងធ្វើការដំឡើង sudo apt install ww ចឹងឥឡូវខ្ញុំធ្វើការវាយពាក្យ ww វាអត់តស្គាល់ទៀតតែខ្ញុំធ្វើការ install វាម្ដងទៀតខ្ញុំវាប្រហែលជាអត់តស្គាល់ខ្ញុំធ្វើការ reboot វាសិន reboot ខ្ញុំប្រើ command sudo reboot now ត reboot ទេ sudo reboot ឥឡូវវាកំពុងតែធ្វើការ reboot ដែរធ្វើការ login ឥឡូវនេះខ្ញុំធ្វើការ login សិន ហើយខ្ញុំធ្វើការវាយ comment ww ឃើញថាឥឡូវវាបានចាញ់ហើយគឺ comment នេះគឺជំនួសឲ្យ pwd សម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូជំរាបសួរលោកគ្រូក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកធ្វើ assignment ទី5ដែលវាយនៅ comment មួយចំនួនអញ្ចឹងបើខាត់ពេលយូរទៅទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទ
ជំរាបសួរលោកគ្រូក៏ដូចជាមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះលៀងមេងឈៀននៅក្រុម AU35 នឹងមកធ្វើការបង្ហាញពីការងារទី1គឺ prepare ការងារទី1សម្រាប់ midterm ដែលតកតងទៅនឹងការrecord management requirement ដែលទី1ហ្នឹងគឺយើងវាយនៅ command who am I ទី2គឺដើម្បីឆែកថាយើងនៅទីតាំងណាប្រមាណ PWD ហើយទី3គឺយើង create user include home and base script បន្ទាប់មកយើង switch ទៅកាន់ទី4យើង switch ទៅកាន់ user ថ្មីដែលយើងបង្កើតហើយទី5យើងប្រើ command who am I ដើម្បីបង្ហាញនៅ user ថ្មីហ្នឹងហើយទី6យើងវាយ command pwd ដើម្បីបង្ហាញពី home directory ដែលយើងបានបង្កើតបន្ទាប់មកយើងធ្វើការវាយ command បង្កើត folder និងឆែកមើល folder ហើយទី8គឺយើងចេញទៅ user ដើមរបស់យើងវិញនិងទី9គឺបង្ហាញនៅ user list តាមនេះតាមចំណុចវានីមួយៗបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចូលទៅ comment ដំបូងតែម្ដងទៅគឺ comment នេះខ្ញុំវាយនៅលើ PowerShell ដោយសារខ្ញុំបាន connect វាពី Ubuntu server មកនេះគឺខ្ញុំ connect តាម IP បន្ទាប់មកខ្ញុំប្រើប្រាស់នៅ Windows PowerShell ដើម្បីវាយនៅ command នេះអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមឆែកនោះគឺខ្ញុំវាយនៅ command who am I គឺ user របស់ខ្ញុំមានឈ្មោះថាឈៀន007អញ្ចឹងខ្ញុំធ្វើការវាយ command បន្ទាប់ដើម្បីឆែកថាតើ user ខ្ញុំនៅទីតាំងណាគឺនៅ home និងឈ្មោះ user របស់ខ្ញុំបន្ទាប់មកចូលដល់ទី3អញ្ចឹងខ្ញុំសូមធ្វើការ clear script មួយសិន EAR តបមកចូលដល់ទី3គឺ create user include home and base script អញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការបង្កើត user ថ្មីដោយខ្ញុំឆែកមើលខ្ញុំប្រើ sudo user s bin /vasa/ ចឹងខ្ញុំធ្វើការដាក់ឈ្មោះគឺខ្ញុំដាក់ថាអូខេដាក់ថាសុកវីតោះមកខ្ញុំធ្វើការ enter ខ្ញុំធ្វើការនេះ password របស់ខ្ញុំធ្វើការដាក់នេះតោះមកឥឡូវនេះគឺខ្ញុំធ្វើការបង្កើតម្ដងទៀតបាទឥឡូវនេះគឺខ្ញុំបានបង្កើត user ឈ្មោះសុកឌីនឹងបានហើយមុនហ្នឹងដោយសារវាមានបញ្ហាអ៊ីនធឺណិតតិចទើបវា alert មកវិញអញ្ចឹងបន្ទាប់មកអញ្ចឹងឥឡូវនេះគឺខ្ញុំធ្វើការ assign password ដោយខ្ញុំធ្វើការវាយ sudo pawod ទៅលើ user ដែលខ្ញុំបានបង្កើតមុនហ្នឹងដេញទៅអញ្ចឹងវាឲ្យដាក់ new password ឥឡូវនេះខ្ញុំធ្វើការដាក់ password ធ្វើការapply password ហ្នឹងទៀតឥឡូវនេះគឺខ្ញុំបាន update ឬក៏ assign password រួចហើយបន្ទាប់ពីបាន update password រួចហើយដូរ password រួចហើយខ្ញុំនឹងធ្វើការចូលទៅកាន់ user មួយហ្នឹងខ្ញុំដាក់ sudo dot វាយឈ្មោះ user ដែលទៅបង្កើតមិញហ្នឹងវាយ password ឥឡូវនេះគឺខ្ញុំបានចូលមកកាន់ user ថ្មីដែលខ្ញុំទៅបង្កើតហើយបន្ទាប់មកខ្ញុំធ្វើការវាយនៅ comment ពួក mi ដើម្បីបង្ហាញ user ថ្មីដល់មកក៏ហើយឥឡូវនេះគឺខ្ញុំនៅលើ user ឈ្មោះថាសុកឌីឥឡូវនេះបន្ទាប់មកខ្ញុំធ្វើការនៅប្រើប្រាស់នៅ comment
pwd ដើម្បីបង្ហាញថាឥឡូវនេះគឺខ្ញុំនៅ home ហើយនៅ user ឈ្មោះសុកឌីបន្ទាប់ពីបានចែករួចហើយខ្ញុំនឹងចូលមកដល់ចំណុចទី7គឺបង្កើត folder ហើយបន្ទាប់មកនឹងប្រើប្រាស់នៅ comment ដើម្បីឆែក folder នោះចឹងខ្ញុំវាយKDIR សម្រាប់ folder ឈ្មោះ MIN ដល់ឈ្មោះJD ដល់ឈ្មោះ SU 35ធ្វើការ enter បន្ទាប់មកខ្ញុំប្រើប្រាស់នៅ command ls ហើយក៏មួយទៀតប្រើនៅ ls.l នេះគឺជា folder ដែលខ្ញុំបានបង្កើតមុនហ្នឹងបន្ទាប់មកចូលដល់ចំណុចទី8គឺចេញទៅ user ដើមវិញឥឡូវទៅកាន់ user ដើមគឺខ្ញុំប្រើនៅ command ext ឥឡូវខ្ញុំបាន log out ហើយឥឡូវនេះខ្ញុំកំពុងតែចេញពី user សុកឌីមកឈរនៅលើ user ឈានរបស់ខ្ញុំវិញម្ដងវាយ pwd ដើម្បីបញ្ជាក់ឥឡូវនេះខ្ញុំនៅ home នៅលើ user ឈ្មោះឈានបន្ទាប់មកទៀតគឺខ្ញុំនឹងចូលដល់ចំណុចទី9គឺការបង្ហាញ user list តាមcat add and password អញ្ចឹងខ្ញុំធ្វើការវាយ cat ac and pawd oh my god ខ្ញុំធ្វើការ check ម្ដងទៀតសិនបន្ទាប់មកខ្ញុំនឹងធ្វើការវាយនៅ comment ម្ដងទៀត cat dot atc dot pawd ឥឡូវនេះខ្ញុំធ្វើការ clear ចោលសិនធ្វើការវាយនៅ comment cat atc dot đi បាទនេះគឺជាuser list ដែលខ្ញុំបានបង្កើតមុនហ្នឹងបាទហើយនេះគឺជា user សុកឌីដែលខ្ញុំបានបង្កើតមុនហ្នឹងហើយនៅមាន user មួយលាក់មួយទៀតហើយនឹង comment ផ្សេងៗខ្ញុំបានវាយពីមុនមកដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះជំរាបសួរលោកគ្រូខ្ញុំឈ្មោះលៀងមេងឈៀននៅក្រុម SU 35ថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើបច្ចេកមួយទាក់ទងនឹងការគ្រប់គ្រងgroup និង file permission នៅក្នុង Linux ដែលតម្រូវឲ្យដែលមេរៀននេះគឺសម្រាប់ទាក់ទងនឹងការគ្រប់គ្រង Linux user និង system administrator ដែលយើងចង់ស្ទាត់ជំនាញគ្រប់ management user permission និង file security នៅក្នុង Linux environment ទាក់ទងនៅក្នុងនេះដំបូងគឺទាក់ទងនឹងការបង្កើត group ដោយយើងអាចបង្កើត group មាន ID ឬក៏ទាក់ទងនឹងការឆែកមើល group និងការ delete group ជាដើមអញ្ចឹងដំបូងខ្ញុំសូមហើយសម្រាប់ .g .r អីនេះហើយមួយទៀតសម្រាប់អ្នកដែលគាត់ចង់ដឹងថាអូ dash មុខ G ឬក៏ dash មុខ R ហ្នឹងតំណាងឲ្យអីយើងអាចបាយនៅ comment មួយហើយសម្រាប់តាក់ទងនឹងការបង្កើត group អីនេះគឺខ្ញុំមានinstruction មួយទៅទៅនឹងការ create group អញ្ចឹងដើម្បី create សូមធ្វើការចុចអញ្ចឹងខ្ញុំធ្វើការចុចនៅពាក្យ groupបាទហើយបន្តមកទៀតអញ្ចឹងឥឡូវចូលទៅដល់ការបង្កើត group ដោយវាយ comment sudo gru
T យើងខ្ញុំឲ្យ ID វា150 1500សម្រាប់ DV developer ដើម្បី password អូខេហើយតមកទៀតខ្ញុំវា comment ទៀត sudo add dot g ដដែលខ្ញុំឲ្យ ID វា1600សម្រាប់ UX UI wait ខ្ញុំឲ្យខុសហើយវានៅ comment sudo ដោយសារគ្រប់ពីរហ្នឹងខ្ញុំបានបង្កើតមុននឹងហើយអញ្ចឹងឥឡូវនេះធ្វើការឆែកគ្រប់អញ្ចឹងខ្ញុំចូលទៅ comment មួយទៀតដោយទាក់ទងទៅលើការឆែកមើលគ្រប់ដោយសារឥឡូវនេះគឺខ្ញុំបានបង្កើតនៅ sudo គ្រប់ add ខ្ញុំឲ្យ g id វា1500សម្រាប់ developer និង sudo គ្រប់ app ឲ្យ id វា g 1600ដល់ UX UI និងបង្កើតផ្សេងទៀតប៉ុន្តែឥឡូវខ្ញុំបានធ្វើការឆែកហើយដូចខ្ញុំវានៅ comment cat x គ្រប់អញ្ចឹងខ្ញុំឃើញថាខ្ញុំបានបង្កើតចំនួន3ហើយគឺ developer និងទាំង3នេះគឺជាគ្រប់ដែលខ្ញុំបានបង្កើតអញ្ចឹងខ្ញុំនឹងធ្វើការលុបនៅគ្រប់មួយចេញសម្រាប់ការលុបគ្រប់នេះគឺខ្ញុំវាយនៅ comment sudo gou គ្រប់ del ខ្ញុំធ្វើការនៅលុបគ្រប់មួយមានឈ្មោះថា dvតបមកខ្ញុំនឹងធ្វើការឆែកនៅគ្រប់មិញហ្នឹង c at.etc.goup ឃើញថាខ្ញុំបាន delete បាត់ហើយគ្រប់ developer មិញហ្នឹងអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការ clear មួយ var ហើយបន្តមកទៀតគឺខ្ញុំចូលទៅដល់ចំណុចទី3គឺ create វាឡើងវិញដោយខ្ញុំធ្វើការបង្កើតវាគឺ sudo gou គ្រប់ add dot g 1500 developer ចឹងខ្ញុំសូមធ្វើការ clear មួយសិនអញ្ចឹងបន្ទាប់ពីបានបង្កើតហើយខ្ញុំនឹងធ្វើការឆែកដើម្បីបញ្ជាក់វាទៀតដោយ cat etc goup ឃើញថាខ្ញុំបានមកវិញហើយ3ដែលខ្ញុំបានបង្កើតមុនហ្នឹងអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ clear មួយអញ្ចឹងបន្តមកទៀតទៅលើការគ្រប់គ្រងសមាជិកក្រុមសម្រាប់ការគ្រប់គ្រងក្រុមនេះគឺសម្រាប់យើងអាចប្រើ comment ដោយ user mode -a-g ដើម្បីបន្ថែមអ្នកប្រើប្រាស់ដោយមិនប៉ះពាល់ដល់សមាជិកក្រុមដែលមានស្រាប់ហ្នឹងឧទាហរណ៍ថា user ឥឡូវខ្ញុំសូមធ្វើការឆែកហើយ cat.etc.goup ឥឡូវនេះគឺខ្ញុំមាន user មកលាក់នេះអញ្ចឹងខ្ញុំចង់ឲ្យ user មកលាក់ហ្នឹងមកនៅនឹងគ្រប់ developer អញ្ចឹងបើសិនជាខ្ញុំឧទាហរណ៍ថា user មកលាក់នេះនៅនឹងគ្រប់ design អញ្ចឹងទោះបីជាខ្ញុំ move វាមកគ្រប់ developer នេះក៏គ្រប់ design ហ្នឹងអត់មានបញ្ហាអីដែរនៅអាចចូលប្រើប្រាស់បានធម្មតាចាឥឡូវខ្ញុំធ្វើការវាយនៅ comment ដើម្បី move វាសិនចឹងខ្ញុំសូមវាយនៅ comment sudo us
SEO user mode dot ag សុំទៅគ្រប់developer ហើយ user ឈ្មោះ MOLEAK ការ enter ចឹងខ្ញុំសូមធ្វើការឆែកមើលសិនCAT.atc GOOP ឃើញថាមក user មកលាក់ហ្នឹងឥឡូវគឺបាននៅក្នុងក្រុម developer ហើយបន្តមកទៀតគឺតាក់ទងនឹងការស្វែងយល់ពី file permission សម្រាប់ file permission នេះដែរគឺខ្ញុំសូមវាយនៅ comment មួយគឺយើងបានឃើញដូចជា x ឬក៏ .o អញ្ចឹងគឺយើងអាចនិយាយបានថា o ហ្នឹងគឺមានតម្លៃ4ហើយ w គឺមានតម្លៃ2ចំណែក x គឺមានតម្លៃ1អញ្ចឹងឧទាហរណ៍ដូចជា d ចឹងឧទាហរណ៍ដូចជា x នេះគឺមានន័យថាដក1ហើយឧទាហរណ៍ដក o នេះគឺមានន័យថាដក4អញ្ចឹងឧទាហរណ៍ដូចជា o w នេះចឹងគឺ4យើងយកវាមកកូន4គុណនឹង2 o គឺធ្វើការបូកមិនមែនជាការគុណទេអញ្ចឹងឧទាហរណ៍ដូចជា o នេះមានតម្លៃ4ហើយ w មានតម្លៃ2និង x មានតម្លៃ1អញ្ចឹងយើងធ្វើការបូកវាទៅគឺបាន7ហើយចំណែកនេះគឺបាន7ដែរហើយចំណែក x នេះគឺស្មើនឹងដក1ហើយនឹងការអាចសំសិទ្ធអនុញ្ញាតប៉ុន្តែខ្ញុំអត់មានទេហើយសម្រាប់ការអាននិមិត្តសញ្ញាសិទ្ធិអនុញ្ញាតនេះគឺមានដូចជាD directory ហើយ L ហ្នឹងគឺ link ហើយនឹងការសិទ្ធិអនុញ្ញាតរបស់ម្ចាស់ដូចជា RW អានថា read and និង write ចឹងឥឡូវយើងសូមធ្វើការ clear ហ្នឹងចូលមកដល់ការផ្លាស់ប្ដូរ permission ជាមួយនឹង ចូលមកចឹងឥឡូវនេះគឺចូលមកដល់ទី4គឺ create file ចឹងកុំឲ្យខាត់ពេកយើងធ្វើការបង្កើតតែម្ដងទៅដោយ create file មាន ការ file ទៀត UX UI process HTTPតមកទៀតដាក់ .txt និង file មួយទៀតគឺ txt ការ enter ហើយធ្វើការ check ls.l ឃើញថាបានបង្កើតហើយជា file នេះនេះ UX UI អីនេះហើយបន្តមកទៀតចឹងបន្តមកទៀតគឺធ្វើការគឺទៅដល់នឹងការ change list file permission ទៅជា755 all txt ចឹងមានន័យថាត្រូវធ្វើម៉េចឲ្យ file ដែលមាន txt គឺដូរឆ្លាស់វា permission ទៅជា755ចឹងសូមធ្វើការវានៅ comment sudo ca
កាយមួយដាក់ថា dot txt ចូលក្នុង ls dot l នេះគឺវាបានធ្វើការដូរឲ្យទៅជា755ដែលវាមាន755ទាំងអស់ raw file txt ទាំងអស់គឺវាបែងចែកទៅជាលេខ755ហើយបន្តមកទៀតគឺចូលដល់ចំណុចទី8គឺគ្រប់ developer និងគ្រប់ UX UI มันអាច access ទៅគ្រប់ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺចំណុចទី8គ្រប់ developer and គ្រប់ UX UI มันអាច access ទៅdesktop គ្រប់បានទេចឹងបន្ទាប់ពីគ្រប់ទី8នេះគឺយើងអាចឲ្យគ្រប់ developer និង UX UI มันអាច access ទៅគ្រប់ desktop គ្រប់បានទេអញ្ចឹងឥឡូវនេះគឺចូលមកដល់ការផ្លាស់ប្ដូរ ownership ជាមួយអញ្ចឹងគឺទាក់ទងទៅនឹងការផ្លាស់ប្ដូរ owner តែប៉ុណ្ណោះគឺយើងវាយ sudo ឈប់file txt ចាឥឡូវនេះខ្ញុំសូមចូលទៅដល់ការផ្លាស់ប្ដូរ owner នឹងគ្រប់ដោយខ្ញុំបានវាយនៅ comment sudo ដែលខ្ញុំឲ្យចូលតាម owner CWA AN DPS .txt អូ wait បាយខុសហើយចឹងសិន comment sudo CAAN developធ្វើការវាម្ដងទៀត not font ទៀតខ្ញុំបាយនៅ comment ខុសហើយខ្ញុំសូមធ្វើការវាយនៅ comment ម្ដងទៀតហើយខ្ញុំបន្ថែមនៅពាក្យ CAOWN តមកបាយមួយទៀតគឺ sudo CAM ទៅជា750គុតD VOPA .ce.process .txt ខុសទៀតហើយចឹងឥឡូវនេះខ្ញុំនឹងធ្វើការឆេងវាទៅជានេះវិញដល់ខ្ញុំវាយ comment CAOD ខ្ញុំធ្វើការ change permission វាពី755នេះទៅជា750វិញចុះខ្ញុំធ្វើការ enter ហើយបន្តទៀតចូលធ្វើការ change ដោយ ls.l ចឹងឃើញថា desktop នេះគឺបានគ្រប់ desktop process នេះគឺ access ចូលបានត្រឹម desktop និង owner គឺខ្ញុំឈៀន007និង category របស់វាចឹងមានប៉ុណ្ណឹងហើយចូលទៅដល់ការងារទី9របស់ខ្ញុំដល់ខ្ញុំវាយនៅ comment